Hello សួស្តីអ្នកគ្នាជួបខ្ញុំភាសាទៀតថ្ងៃនេះគឺយើងមក reaction នៅវីដេអូបទចម្រៀងថ្មីមួយដែលមានចំណងជើងថា Lands of Hope ហើយក្នុងបទចម្រៀងហ្នឹងគឺបងសម្បត្តិច្រៀងជាមួយនឹង All3 Energy ហើយអ្នកនរគ្នាប្រកាសជាស្គាល់គាត់ទេនេះបងសម្បត្តិពាក់វ៉ែនតាគាត់និយាយទៅអាសាអូសមើល TikTok អីគឺឃើញគាត់ហើយគាត់ដូចជា content creator ដែរហើយក៏ដូចជាអ្នកធ្វើ play អីចឹងណាគាត់យកសម្លេងពីអ្វីមួយទៅគាត់យកផ្សំចុះផ្សំឡើងវាចេញជាបទចម្រៀងចេញជា play អញ្ចឹងណាហើយឥឡូវនេះគឺគាត់បានចេញនៅបទចម្រៀងថ្មីមួយ fit ជាមួយនឹងបង All3 Energy អញ្ចឹងកុំឲ្យអ្នកនេះចាំយូរយើងទៅមើលទាំងអស់គ្នា Let's go តោះបទគាត់តាក់ទងពីខ្មែរយើងគាត់ប្រម៉ូទណាប្រម៉ូទវប្បធម៌ប្រម៉ូទអីចឹងណាប្រឹក្សាបាញ់ចេញសំរងស្រស់ស្រាយរៀនត្រីថ្ងៃចូលទីក្រុងបើភ្លើងពណ៌ឆើតឆាយខាងសួរលើដីខ្មែររស់រីសម្បូរសើបាយខ្យល់លំមកបកស្រែបៃតងឲ្យរមិនជួយនិយាយទៅបទគាត់ខ្ញុំដូចជាធ្លាប់ឃើញគាត់ធ្វើ play ហ្នឹងគាត់យកសម្លេងពីមិត្តភក្តិគាត់ក៏ដូចជាអ្នកដែលគាត់ស្គាល់យកមកមិចធ្វើជា play ដែលគាត់កំពុងតែចេញឥឡូវហ្នឹងហើយឥឡូវគឺគាត់បានចេញជាបទចម្រៀងមួយហើយបទចម្រៀងហ្នឹងដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងគឺតាក់ទងពីវប្បធម៌ទេសចរស្រុកខ្មែរអីចឹងណានិយាយទៅលយមែនតើចោះស្ដាប់ទៀតរដូវប្រាំងយើងទៅលេងអង្គរឆ្លងឆ្នាំសប្បាយនៅសាគរក្រៅពីនេះមានបទសមុទ្រសាគរហើយប្រលានថ្មីសម្រាប់ហោចេញចូល25ខែក្រុងភ្ជាប់គ្នាជាទម្រង់ជាដែនដីនៃក្តីសង្ឃឹមសូមស្វាគមន៍មកកម្ពុជាលយមែនតើយើងសន្តានរំលឹកបានក្រុងទាំងស្រែធានាសុខខ្មែរមកលេងរំខាននេះកន្លែងសែកនេះគឺគាត់ឲ្យបងកញ្ញាគាត់សែកចឹងឥឡូវគាត់យកមកដាក់ចូលនៅក្នុង play ហ្នឹងលយមែនតើវាស៊ីLadies and gentlemen, welcome to Cambodia. ឈៀងជើងប៉ាផ្ទាល់ដីសវណ្ណសូមស្វាគមន៍ក្រុមជៀនសាំងអត់លយបងគឺជាភ្ញៀវស្ដាប់ទៅរៀងរំភើបចុយពួកយើងធ្វើដំណើរមកឆ្ងាយខ្មែរក្នុងចំណោមបូកកាយយើងនៅសំភារក្នុងគ្នាកម្ពុជាជំរាបសួរសុខសប្បាយស្នាមញញឹមមិនចាំងចិនស្មងប្រំរសាល្អញខ្យល់សម្បត្តិបន្តិចក៏ផលរូបពោលឆ្នាំឈរមកហាញសម្រភ្នំពេញរៀងជានីអូសោភីប្រយកូនចាំងទៅមុខទៅគងគៀរស់រៀបតែអ្នកគ្រប់គ្រាហត់ទៅខ្ពស់ជាមួយគ្នាសូមស្វាគមន៍មកកម្ពុជាយើងសន្តានរំលឹកបានក្រុងទាំងស្រែធានាសុខខ្មែរមកលេងរំខានធានាស្រុកខ្មែរមកលេងគ្រប់ខេត្តអត់មានបញ្ហាទេគឺសុវត្ថិភាព 100% ហ្មង5ខែក្រុងជួបគ្នាជាទម្រង់ជាដែនដីនៃក្តីសង្ឃឹមសូមស្វាគមន៍មកកម្ពុជាយើងសន្តានរំលឹកបានក្រុងទាំងស្រែជំនឿស្រុកខ្មែរមកលេងបានក្រុងកាយឡងវិញទេហ្នឹងហើយអ្នកគ្នាវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងវីដេអូហ្នឹងគឺរយៈពេល2នាទីជាង73នាទីហើយខ្ញុំអត់មានអីនិយាយច្រើនទេនិយាយទៅអ្នកគ្នាស្ដាប់ទៅដឹងហើយបទហ្នឹងគឺតាក់ទងពីការប្រម៉ូទវប្បធម៌ក៏ដូចជាទេសចរអ៊ុយចង់ចេញនៅស្រុកខ្មែរអញ្ចឹងណាឲ្យបោះតែម៉ាឡេអញ្ចឹងទៅនិយាយទៅអែមតែបទហ្នឹងហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេចាំជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយអ្នកជំរាបលាអ្នកគ្នាបាយបាយ